រៀបសួរពុកម៉ែបងប្អូនអ្នកគ្នានឹងមកបង្ហាញបងប្អូននៅក្នុងផ្សារលក់ត្រីលក់ម្ហូបនៅក្នុងប្រទេសកូរ៉េម្ដងផ្សារលក់អីវ៉ាន់គេនេះបងប្អូនហើយដូចផ្សារនៅស្រុកខ្មែរយើងអញ្ចឹងអ្នកលក់ជុំវិញនឹងតែម្ដងឲ្យមនុស្សច្រើនមែនតើគេមានលក់អាហារសម្រន់លក់កៅអៅលក់ស្បែកជើងលក់ត្រីសាច់អីគ្រប់ប្រភេទនៅក្នុងផ្សារហ្នឹងបងប្អូនពីមុនអីខ្ញុំឲ្យថ្ងៃឈប់សម្រាប់អីខ្ញុំចូលចិត្តទៅទិញម្ហូបទិញត្រីសាច់អីនៅក្នុងផ្សារហ្នឹងតោះតែវានៅឆ្ងាយពីផ្ទះពេកអញ្ចឹងទៅឲ្យទៅម្ដងមកទិញអីវ៉ាន់ច្រើនយើងពិបាកយកមកវិញអញ្ចឹងបងប្អូនអាសាជិះឡានក្រុងអីវ៉ាន់ច្រើនយើងពិបាកយូរណាហើយបើទៅទិញត្រីសាច់នៅក្នុងផ្សារគឺវាធូរថ្លៃជាងនៅក្នុងម៉ាតណាបងប្អូនអរគ្នាតែទៅលើកនេះអត់មានបានទិញអីទេគ្រាន់តែទៅមើលគេលក់ហើយនឹងហូបនំហូបអីតាមផ្សារហ្នឹងបងប្អូនអរគ្នាហើយនិយាយពីអ្នកលក់វិញគេមានជួរកដាលហើយជួរសងខាងបងប្អូនអើយហាងគេមានគ្រប់សពតែម្ដងមានគ្រប់សពបងប្អូនអើយជាពិសេសជនជាតិអ្នកចិត្តខាងយើងហ្នឹងក៏មានហាងលក់ច្រើនដែរនៅម្ដុំផ្សារហ្នឹងឲ្យតែពេលខ្ញុំចូលផ្សារហ្នឹងម្ដងបងប្អូនខ្ញុំនឹកឃើញតែផ្សារនៅស្រុកយើងស្រុកខ្មែរយើងទេឲ្យតែចូលម្ដងលឺគេពាយនេះលក់ម្ហូបលក់សាច់លក់អីចឹងណាលក់នំចំណីបង្អែមអីយនិយាយថាមានគ្រប់សពច្រើនឲ្យតែដើរផ្សារហ្នឹងបងប្អូនមកថាឃ្លានអីចូលក្នុងផ្សារហ្នឹងមកអត់ចេះខ្វះរបស់ហូបទេគេធ្វើថ្មីក្តៅមានគ្រប់មុខតែម្ដងក្នុងផ្សារបែបនេះបងប្អូនបើសិនជារដូវខែផ្លែឈើវិញផ្លែឈើលក់ធូរថ្លៃមែនទែនឲ្យតែបកាយយួរមកទិញនៅនឹងចោះកន្លែងនេះកន្លែងគេធ្វើបាយក្តាំងបងប្អូននៅនេះគេធ្វើបាយក្តាំងបាយអីគេតំណងតែគាត់ថាបាយក្តាំងធម្មតាអត់មានដាក់សាច់ផាត់អត់មានដាក់អីដូចនៅខ្មែរយើងទេហើយបើនិយាយពីហាងខោអាវហាងស្បែកជើងនៅក្នុងផ្សារហ្នឹងវិញមើលទៅកៅអៅបែបធ្វើការកៅអៅមនុស្សចាស់ទេតែកៅអៅថ្លៃណាប៉ុន្តែកៅអៅធម្មតាអីហ្នឹងមួយយ៉ាងហោចណាស់ក៏$20ដែរបងប្អូនពីមុនអីខ្ញុំមកផ្សារហ្នឹងអញ្ចឹងទៅសូម្បីតែអ្នកលក់គ្រឿងសមុទ្រលក់ត្រីអីគេឃើញមុខចង់ស្គាល់ហើយបងប្អូនឲ្យហៅទិញរហូតតែសារតែការមកកូរ៉េដំបងចូលចិត្តមកទិញនៅនឹងរហូតឲ្យតែពេលខែណាដល់អាទិត្យណាត្រូវឈប់អញ្ចឹងនាំគ្នាមកទិញហើយទិញឲ្យបានច្រើនអញ្ចឹងទៅទៅដាក់ចូលក្នុងទូទឹកកកយើងហូបបានយូរថ្ងៃណាបងប្អូនព្រោះអីពេលដែលយើងជាប់ធ្វើការគឺអត់មានពេលបានទៅផ្សារទៅម៉ាតអីទេបើមានម្ហូបខ្លួនឯងនៅក្នុងទូស្រាប់ទៅចេញពីធ្វើការធ្វើភ្លាមហ្មងហើយដូចហាងលក់អាហារសម្រន់នេះបងប្អូនរបស់ជនជាតិវៀតណាមនិយាយពីថាលក់ដាច់ដល់ឡាយខ្ញុំឲ្យតែមកផ្សារខ្ញុំចូលចិត្តហូបនំនេះបងប្អូនដោយសារតែរសជាតិវាដូចនំក្រូចនៅស្រុកខ្មែរយើងអញ្ចឹងនំខ្លះគេមានស្នូលស្ដែកនំខ្លះស្នូលដលងនំខ្លះមានស្នូលតែរសជាតិឆ្ងាញ់ហើយពេលដើរលេងតែខ្លួនខុសពីពេលធ្វើការបន្តិចឯងបងប្អូនព្រោះអីយើងដើរចេញក្រៅម្ដងតែខ្លួនអាសាបន្តិចទៅនៅក្នុងហោស៊ឺមួយខែ33ថ្ងៃអីចឹងមិនងាយបានចេញក្រៅទេហើយនេះសិតតែជាហាងលក់ម្ហូបលក់សាច់អីគេតំណងសាច់គេលក់ហ្នឹងរៀងសាច់ផាក់ឡូវនៅស្រុកខ្មែរយើងបងប្អូនអើយបើថាចូលក្នុងផ្សារហ្នឹងអីបងប្អូនអើយដើររៀងបជាតិគ្នាបន្តិចហើយតែសារតែប្រឡោះដើរគេដាក់ជួរកដាលជួរសងខាងអញ្ចឹងទៅរៀងតូចនៅក្នុងផ្សារបែបនេះភាគច្រើនសិតតែចាស់បងប្អូនអត់សូវមានក្មេងៗដើរផ្សារបែបហ្នឹងទេផ្សារបែបហ្នឹងបានតែអ៊ំពូយាយតាអីគាត់មកទិញម្ហូបទិញអាហារសម្រន់ទិញអីហូបអញ្ចឹងទៅតែបើផ្សារមួយទៀតគឺផ្សារសម្រាប់ក្មេងៗភាគច្រើនគេសើក្មេងៗដើរលេងដើរអីលក្ខណៈគ្រួសារលក្ខណៈក្មេងស្ទាវអីចឹងលេងចាប់តុក្កតាលេងហ្គេមអីទៅគេមានផ្សារគេផ្សេងគ្នាវីដេអូនេះគឺមានតែប៉ុណ្្នឹងឯណាបងប្អូនអរគ្នាចាំជួបខ្ញុំនៅវីដេអូក្រោយទៀតបាយ